និយាយទៅបាយកណ្ដាំងទឹកដោះគោបាយកណ្ដាំងសាច់បាក់យ៉ងអីចែធ្លាប់ញ៉ាំហើយនៅឡើយតែបាយកណ្ដាំងបាក់យ៉ងដែរប៉ុន្តែបែបសាច់មាន់អីអញ្ចឹងណានិយាយទៅបាក់យ៉ងសាច់មាន់ហើយហាងនៃចែទិញនេះនៅកន្លែងលក់នំប៉័ងកន្លែងហ្នឹងណានឹងក្រុមម៉ាក់ស៊ីមនិយាយទៅកន្លែងហ្នឹងគាត់លក់នំប៉័ងគាត់ធូរថ្លៃដែរមួយតែ5រៀល5កាក់ឯងតែឆ្ងាញ់ប៉ុនគាត់ហ្នឹងមិនមែន5រៀល5កាក់ហ្នឹងអត់ឆ្ងាញ់ទេណាឥឡូវត្រឡប់មកនិយាយរឿងបាយកណ្ដាំងយើងវិញម្ដងកន្លែងតែនិយាយរឿងនំប៉័ងសាច់នេះបាយកណ្ដាំងមួយកញ្ចប់ហ្នឹងគឺកន្លះគីឡូហើយនាំចូលមកពីប្រទេសអ្នកជិតខាងគឺប្រទេសវៀតណាមនិយាយទៅស្រួយឆ្ងាញ់ហើយរសជាតិហឹរតិចហើយសាច់ដែលគាត់ដាក់នៅលើហ្នឹងគឺសាច់មាន់ទេមិនមែនសាច់ជ្រូកឡើយគឺសាច់មាន់ក្រៀមនិយាយទៅរសជាតិឆ្ងាញ់ប្លែកមែនតែនហើយសម្រាប់តម្លៃវិញគឺ$18ក្នុងមួយកញ្ចប់អញ្ចឹងណាបើសិនជាពុកម៉ែបងប្អូនកូនក្មួយមានចំណូលចិត្តអាចសាកបាននិយាយទៅប្លែកម្យ៉ាងសម្រាប់ចែវិញគឺចែជួយចិត្តហើយកន្លែងដែលទិញនៅក្រៅម៉ាក់ស៊ីមពុកម៉ែបងប្អូនកូនក្មួយទៅទិញកន្លែងហ្នឹងទៅនិយាយទៅមានចំណេញចំណុកច្រើនណាហើយម្ទេសក្រៀមគាត់ក៏ឆ្ងាញ់ណាស់ដែរហើយឆ្ងាញ់ប៉ុន្តែបាយកណ្ដាំងហ្នឹងហឹរតិចទេតើញ៉ាំទៅម្ទេសបានហឹរខ្លាំង